ចាបើកភ្នែកមកឃើញបរិយាកាសបែបហ្នឹងបងប្អូនមានអារម្មណ៍មិនដែរអ្នកហ្វេនព្រៃភ្នំទាំងអស់គ្នាចាពីវាលពោតវាដំឡូងតែលើបានប្រែក្លាយទៅជាកន្លែងបោះចោលទុកកង្វល់ផ្ដល់ក្តីសុខស្រស់ស្រាយមែនទែនបងប្អូនអើយចាសំខាន់ណាស់លើនេះដើមខែនេះគឺតរ៉េនសៅម៉ៅគឺទុំច្រើនណាស់បងប្អូនអើយអាចមកកាត់ដល់ដើមនៅចំការតំបន់សំឡូតចាស់យើងនេះបងប្អូនណាគឺរសជាតិពិសេសខ្លាំងមែនទែនចាបងប្អូននេះហើយថ្ងៃនេះដែរខ្ញុំចង់នាំពុកម៉ែបងប្អូនមកស្គាល់ផ្លូវឲ្យកាន់តែច្បាស់មកកាន់ផ្សារព្រៃរីសតគឺបងប្អូនអាចធ្វើដំណើរតាមផ្លូវជាតិលេខ57រួចហើយកាច់ឆ្វេងតាមរង្វង់មូលឃើញមនុស្សរែកផ្លែឈើនេះបងប្អូនបត់ឆ្វេងមកបងប្អូនណាចាបងប្អូនជិះនៅលើផ្លូវធំនឹងឲ្យត្រង់រហូតបងប្អូនឆ្វេងស្ដាំឲ្យបងប្អូនកុំកាច់ចាខាងផ្សារហ្នឹងគេហៅផ្សារភ្ជាវឬផ្សារស្រុករតនមណ្ឌលបងប្អូនណាចាហើយនៅលើដងផ្លូវនេះបងប្អូនគឺទេសភាពភ្នំព្រៃជុំវិញបងប្អូនណាហើយបងប្អូនធ្វើដំណើរមកសទុះមកបងប្អូនឃើញផ្លូវមួយផ្លូវប្របែកកាច់ស្ដាំមួយទៅត្រង់បងប្អូនអាចកាច់ស្ដាំមកបងប្អូនឃើញតាមស្ដាំណាបងប្អូនកុំទៅត្រង់ឃើញផ្សារផ្លាកគេដាក់ថាផ្សាររ៉ែដែកបាញ់មិញណាបងប្អូនណាហើយបងប្អូនធ្វើដំណើរបន្តមកទៀតហាមកាច់ឆ្វេងកាច់ស្ដាំអីទៀតបងប្អូនណាលើផ្លូវកស៊ូនឹងរហូតណាបងប្អូនណាចាអាហ្នឹងគឺយើងឆ្ពោះមកតំបន់សំឡូតចាស់ហើយបងប្អូនចាហើយទេសភាពបងប្អូនឃើញស្រាប់ហើយគឺស្រស់ស្រាយមែនទែនហើយមកដល់កន្លែងនេះបងប្អូនចិត្តដល់រីសតមែនទែនហើយមកដល់ប្លុកត្រេនតែម្ដងបងប្អូនអូយចាខាងស្ដាំដៃហ្នឹងគឺទឹកធ្លាក់អេនជូរីណាបងប្អូនណាគេផ្លាប់ការព្រៃយើងនេះបងប្អូនបន្តរ៉ែតាមហ្នឹងទៅបងប្អូនអើយគឺរូបភាពដែលបងប្អូនពុកម៉ែយើងគាត់លក់ត្រេនសៅម៉ៅបឺអីតាមដងផ្លូវហ្នឹងគឺថាគ្រាន់តែបងប្អូនឃើញចាមិនតាន់ដល់ចូលចកាផងបងប្អូនមានអារម្មណ៍ថាក្តីសុខបំផុតហើយសងខាងផ្លូវហ្នឹងគឺសុទ្ធតែចកាត្រេនសៅម៉ៅតែម្ដងនេះហើយគឺប្លុកតំបន់ត្រេនឆ្ងាញ់មានទាំងទឹកធ្លាក់លេងមានទាំងត្រេនហើយចិត្តរីសតតែម្ដងបងប្អូនដល់ផ្លូវចូលល្មមគឺកស៊ូមកដល់មុខច្រកចូលរីសតតែម្ដងចឹងបងប្អូនជិះទៅតាមខ្ញុំប្រាប់មកបងប្អូនណាចាអូខេពេលបងប្អូនអញ្ជើញមកដល់បងប្អូននឹងឃើញទស្សនវិជ្ជាចារីសតយើងគឺស្ថិតនៅជាប់នឹងជើងភ្នំតែម្ដងបងប្អូនណាចាហើយមានបន្ទប់នឹងតង់ស្នាក់ច្រើនប្រភេទមែនទេបងប្អូនជាទីស្រឡាញ់ចាចឹងសម្រាប់បងប្អូនពុកម៉ែដែលគាត់ស្រឡាញ់តំបន់ព្រៃភ្នំភាគច្រើនណាច្បាស់ណាស់បងប្អូនថាគាត់មិនផ្ដោតទៅលើភាពសំណុកសុខស្រួលនៃការស្នាក់នៅទាំងស្រុងឯងបងប្អូនចាគឺគាត់ផ្ដោតទៅសំខាន់គឺទៅលើអារម្មណ៍នៃការស្នាក់នៅចាគឺគាត់គិតទៅលើទេសភាពបរិយាកាសពេលដែលគាត់បានមកស្នាក់នៅចាអូយមើលឃើញល្បាក់ភ្នំអាប់ចុះអាប់ខែថ្ងៃលិចចាខែនេះមានទាំងអាប់មានទាំងទុរេនចាសៅម៉ៅបើបងប្អូនអើយចាជាពិសេសគឺពេញភ្នែកតែម្ដងបងប្អូនណាមកចំឲ្យអាប់ញឹកញាប់មែនទែនក្នុងរដូវនេះបងប្អូនណាចាគឺបងប្អូនពុកម៉ែមកហើយគឺអត់ស្ដាយក្រោយទេចាទេសភាពកាន់តែអេមបងប្អូនហើយរីកាមិនមែនទែនសម្រាប់បងប្អូនពុកម៉ែដែលមានប៉ាម៉ាក់ចាស់បងប្អូនគួរតែឲ្យគាត់បានសាករសជាតិបែបស្នាក់នៅបែបតង់ម្ដងបងប្អូនចាខ្ញុំគិតថាវាជាអារម្មណ៍ប្លែកមួយជាកាដូសម្រាប់ពួកគាត់ដែលចាស់ពួកអីថាចំនួនពួកគាត់ពីមុនណាមិនសូវជាសម្បូរបែបរឿង glamping រឿង camping រឿងកេងតង់អីហ្នឹងទេចាអញ្ចឹងគួរតែនាំគាត់មកស្គាល់អ្វីដែលថាជារបៀបប្លែកនៅតំបន់ព្រៃភ្នំម្ដងបងប្អូនណាចាហើយសម្រាប់បងប្អូនដែលចូលចិត្តបរិយាកាសបែបអូននេះគឺនៅក្នុងចំការផ្កាព្រៃយើងតែម្ដងបងប្អូនណាចាគឺយើងមានសាំងម៉ៅទុំបដាខ្លះហើយទៅរៀនផ្លែបងប្អូនគឺធម្មជាតិហ្មងបងប្អូននឹងអង្គុលគឺជាអាចគោបងប្អូនអាចសួរបុគ្គលិកយើងនៅនឹងទៅបងប្អូនអាចមកមើលផ្លែសាំងម៉ៅបានចាបងប្អូនណាហើយយើងមានបឺមានទុរេនមានផ្លែឈើផ្សេងចាវាអត់តន់ច្រើនទេដោយសារយើងទៅចាប់ផ្ដើមដាំដែរតែបងប្អូនអាចមកមើលលេងមកថតរូបលេងហើយភាគច្រើនបងប្អូននៅនេះគឺជុំវិញរីសតយើងគឺប្លុកតំបន់ទុរេនឆ្ងាញ់ហើយគេហៅតំបន់សំឡូតចាស់ណាបងប្អូនណាចាអញ្ចឹងមកគឺបងប្អូនអត់ស្ដាយក្រោយទេបើទុរេនគឺល្បីឆ្ងាញ់ខ្លាំងបំផុតតែម្ដងបងប្អូនណាចា
អូខេចាអរគុណមែនទែនសម្រាប់ការមកសម្រាប់លំហែកាយនៅផ្ការព្រៃរីសតចាបងប្អូនកុំភ្លេចណាចាជួបគ្នានៅផ្ការព្រៃរីសតហើយអរគុណមែនទែនសម្រាប់បងប្អូនដែលអញ្ជើញមកហើយគាត់មកទៀតមកទៀតបងប្អូនណាក៏អរគុណខ្លាំងបំផុតហើយខ្ញុំបញ្ជាក់តដែលបងប្អូនសម្រាប់ការមកស្នាក់នៅទីនេះតម្លៃគឺមានចាប់ពី$15ឡើងទៅណាបងប្អូនណាចាអរគុណចារីដំណើរកំសាន្ត